ញាក់អើព្រះអង្គម្ចាស់ចៃដន្យអីចឹងទ្រង់ក៏នៅទីនេះដែរយប់ជ្រៅហើយអូនមកទីនេះធ្វើអីអូនចង់ចេញពីវាំងមែនទេមិនក៏អូនហ៊ានទៅព្រះអង្គអូនគ្រាន់តែចេញទៅស្រូបខ្យល់អាកាសលំហែអារម្មណ៍ប៉ុណ្ណោះកាលពីក្មេងអូនចូលចិត្តដើរលេងពេលយប់ណាស់ស្រូបខ្យល់អាកាសក្នុងធុងបន្លែតែថាអូននៅតែមិននិយាយការពិតទៀតមែនទេចេញពីវាំងព្រះអង្គអ្នកបើកបរទេសកាលពីមុនត្រូវបានគេវាយសន្លប់ហើយចងនៅក្រោយផ្ទះបាយរាជវាំងមិននឹកស្មានដល់ម្ចាស់ស្ត្រីស៊ូពិតជាមានសមត្ថភាពណាស់ស៊ូថាវតើអ្នកពិតជាមិនចង់ធ្វើជាមហាក្សត្រីរបស់យើងទេឬតែយើងប្រកាសជាចង់ឲ្យអ្នកធ្វើជាមហាក្សត្រីរបស់យើងអូព្រះអង្គសូមស្ដាប់ខ្ញុំពន្យល់លីវលីតើអ្នកណាជាអ្នកផ្ដល់ទំនុកចិត្តឲ្យអ្នកមានបំណងចាក់ចេញពីយើងបើមិនស្ដាប់បង្គាប់ច្បាស់ជាត្រូវទទួលមេរៀនសូមប្រកាសព្រះរាជបញ្ជារបស់យើងអ្នកបម្រើរបស់ព្រះមហាក្សត្រីស៊ូស៊ីវលីវលីមានបំណងញុះញង់ម្ចាស់របស់នាងឲ្យចេញពីវាំងចេតនារបស់នាងគួរតែត្រូវផ្តន្ទាទោសដល់ជីវិតត្រូវយកនាងទៅកាត់ក្បាលនៅទ្វារទាំង5ភ្លាមព្រះអង្គសូមទុកជីវិតទូបង្គំផងព្រះអង្គគុំចាស់សូមទុកជីវិតទូបង្គំផងហេតុអីក៏ទ្រង់ខលខើម្លេះបែបនេះទៀតមិនបានទេលីតូចទូបង្គំហ៊ានលះបង់សំបីតែជីវិតរបស់ដើម្បីទ្រង់ហើយខ្លួនទូបង្គំនេះក៏ហ៊ានលះបង់អ្វីទាំងអស់ដែរនោះព្រះអង្គគុំចាស់គុំខ្វល់អីព្រះអង្គគុំចាស់ទាំងអស់នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះរឿងមិនល្អគុំខឹងអីព្រះអង្គគុំចាស់ពួកយើងគ្រាន់តែចង់ធ្វើឲ្យព្រះអង្គភ្ញាក់ផ្អើលប៉ុណ្ណោះព្រះករុណាអូនគ្រាន់តែចង់ចេញពីវាំងទៅទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃមាតុភូមិមុនពេលពិធីរាជាភិសេកតែងតាំងជាព្រះមហេសីយ៉ាងណាមិញបើអូនខ្លាចជាព្រះមហេសីរបស់ព្រះអង្គហើយលេងនេះក៏នឹងលេងមានទៀតហើយមែនទេម្យ៉ាងវិញទៀតកាលពីយប់មិញអូនក៏បានខ្លាចជារបស់ទ្រង់ហើយមិនមែនទេមិនក៏ទ្រង់ឆាប់ភ្លេចទៅវិញអូនឆាប់ចុះភ្លាមទៅទេអូនមិនចង់ទេអូននឹងមិនយាងចុះទេលុះត្រាតែព្រះអង្គយល់ព្រមលើកលែងទោសសូមក្រោកឈរឲ្យបានត្រឹមត្រូវឥឡូវនេះអូនជាមហេសីរបស់យើងហើយអូនត្រូវតែគោរពតាមសុជីវធម៌ឲ្យបានត្រឹមត្រូវមហេសីមិនទាន់បានបញ្ចប់ពិធីនៅឡើយទេតើទ្រង់មានបន្ទូលពីអ្វីព្រះអង្គសូមអត់ទោសឲ្យអូនផងព្រះអង្គនៅតែជាគូស្នេហ៍តែម្នាក់គត់ដែលជាប់នៅក្នុងជ្រលងភ្នំដ៏ជ្រៅនេះព្រះអង្គលើកលែងទោសឲ្យអូនផងលើកលែងផងក្នុងមួយជីវិតខ្ញុំមិនដែលជួបនារីគ្មានសីលធម៌បែបនេះទេដើម្បីតាក់ទល់នឹងអ្នកខ្ញុំត្រូវតែប្រើល្បិចគ្មានសីលធម៌ខ្ញុំមិនខ្វល់ទេតាំងពីព្រះអង្គឡើងគ្រងរាជមកក្នុងរាជវាំងមានស្រីស្នំរាប់មិនអស់តែព្រះអង្គបែរជាអត់ធ្មត់ខ្លាំងចំពោះព្រះមហាក្សត្រីស៊ូតែម្នាក់មើលទៅព្រះអង្គស្រឡាញ់ព្រះមហាក្សត្រីស៊ូគឺពិតជាមិនធម្មតាទេខ្ញុំជាអធិរាជពាក្យសម្ដីរបស់ខ្ញុំជាពាក្យពេចន៍ម្ដេចនឹងអាចផ្លាស់ប្ដូរបាននេះមានន័យថាបើអ្នកផ្សេងមិនបានឬទេនោះអ្នកអាចបដូរចិត្តបានមិនរាប់ទេហកឈៀនហុងមុននេះលោកបានឬព្រះអង្គគេនិយាយហើយមែនទេទូព្រះបង្គំថ្វាយព្រះមហាក្សត្រីខ្ញុំបម្រើចាស់រូបនេះចាស់ជ្រាហើយប្រហែលជាស្ដាប់មិនសូវឬទេអ្នកទាំង3នាក់តើពួកអ្នកបានឬទាំងអស់គ្នាមិនបានឬទេល្អណាស់មិនបានឬទាំងអស់គ្នាអីចឹងមែនទេអ្នកទាំងអស់គ្នាថយក្រោយ10ជំហានរួចបែរខ្នងទៅវិញនោះព្រះមហាក្សត្រទើបតែមានព្រះជន្មជាង20ឆ្នាំប៉ុណ្ណោះនេះមិនមែនត្រឹមតែស៊ូថាវដែលមានកម្លាំងកំហែងជាអ្នកមានឥទ្ធិពលទូលំទូលាយហើយក៏ជាមនុស្សដែលព្រះចៅអធិរាជពេញព្រះទេប៉ុណ្ណោះទេមើលទៅមិនអាចរួចផុតពីក្រញាំរបស់ព្រះចៅអធិរាជបានឡើយហេព្រះអង្គទ្រង់មិនមែនចង់ធ្វើរឿងមិនគប្បីជាមួយខ្ញុំនៅខាងក្រៅទេដឹងបើជួនបែរមុខទៅហើយឬនេះខ្ញុំចិត្តទន់ហើយទេមិនបានទេម៉េចឥឡូវចេះខ្លាចហើយអញ្ចឹងឥឡូវអូននៅតែហ៊ានចេញពីទីនេះទៀតព្រះអង្គនេះពិតជាការយល់ច្រឡំមែននេះខ្ញុំម្ចាស់ពិតជាមិនដែលគិតដល់ទេខ្ញុំម្ចាស់មានចិត្តស្មោះត្រង់ចំពោះព្រះអង្គពិតប្រាកដណាស់ស៊ូថាងផែនដីក្រោមមេឃគឺជាទឹកដីរបស់បងទាំងអស់ទោះអូនរត់ទៅដល់ចុងមេឃចុងដីក៏នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងដែរព្រះអង្គមានព្រះបញ្ញាញាណភ្លឺថ្លានេះពិតជាឈ្មោះដែលបានកន្លងផុតទៅ100ឆ្នាំហើយអត់ទេនិយាយស្ទើរតែក្អួតខ្លួនឯងទៅហើយអូនដឹងហើយព្រះអង្គគុំចាស់ឥឡូវនេះការយល់ច្រឡំត្រូវបានដោះស្រាយអស់ហើយតើបងលីវលីតូចនេះអាចដោះលែងបានទេចាំមើលការប្រព្រឹត្តរបស់អូនព្រះអង្គគុំចាស់
លោកមហាតលេកេយប់នេះខ្យល់ខ្លាំងណាស់ខ្ញុំនឹងទៅជូនព្រះមហាក្សត្រីស៊ូត្រឡប់ទៅព្រះបរមរាជវាំងគុណមើលដោយផ្ទាល់ក្រាបទូលព្រះអង្គគុំចាស់ព្រះអង្គគុំចាស់នាងខ្ញុំលីវលីតូចនឹងទៅតាមបម្រើមុនពេលពិធីតែងតាំងសូមនៅឲ្យស្ងៀមស្ងាត់បន្តិចព្រះអង្គគុំចាស់ទូបង្គំអាចចូលទៅបានទេមិនបាច់ទេអូនមិនមែនមកថ្ងៃនោះទេហឺខ្ញុំគ្រាន់តែគួរសមជាមួយអ្នកបន្តិចប៉ុណ្ណោះអ្នកចង់និយាយអ្វីរឿងដំរាគីឬការទូន្មានអីនោះនេះច្បាស់ជាគំនិតពីសាកលវិទ្យាល័យហើយល្មមហើយទៅសម្រាប់វិញឲ្យបានលឿនទៅអរគុណព្រះចៅអធិរាជទូព្រះបង្គំមើលថាម្សិលមិញព្រះចៅអធិរាជមិនត្រឹមតែគង់នៅជាមួយស៊ូថាងទេនោះទេសូម្បីតែស៊ូថាងហ៊ានលបលួចចេញពីវាំងក៏ព្រះអង្គមិនបានដាក់ទោសដែរលោកម្ចាស់ខ្ញុំម្ចាស់និយាយខុសហើយកណ្ដឹងឫស្សីនេះឈ្មោះនាងយីវ110គ្រាន់តែរលាស់វាចំពោះអ្នកដែលមានតណ្ហានោះវានឹងបញ្ចេញខ្យល់អាក្រក់ធ្វើឲ្យចិត្តមនុស្សវង្វេងវង្វាន់ពុកបានទិញដូរព័ត៌មានសម្ងាត់របស់ព្រះរាជវាំងគុនលុនរួចហើយយប់នេះដរាបណាព្រះចៅអធិរាជយាងដល់ព្រះរាជវាំងគុនលុននោះស៊ូថាងនឹងស្លាប់តើកណ្ដឹងនេះអាចប៉ះពាល់ដល់ព្រះអង្គដែរឬទេយ៉ាកូនស្រីល្ងងរបស់ពុកដោយសារតែស្ដេចឆ្កែនេះមិនព្រមមានបុត្រាបុត្រីជាមួយកូនអញ្ចឹងកូនកណ្ដឹងនេះពាក់លើដៃនាងស្នំគ្រប់រូបក្នុងរាជវាំងដើម្បីឲ្យវាប្រែជាឆ្កែឈួតរាល់យប់មានតែវិធីនេះទេទើបអាចរក្សាឋានៈរបស់កូនក្នុងរាជវាំងបានតើយើងអាចឃើញមុខបងស្រីសែននៅពេលណាអាហតផ្ទាល់គឺនៅឯណាព្រះចៅអធិរាជពិតជាបានឃ្លាំមើលយើងមែនស្ដេចត្រាញ់នេះពិតជាចាប់ខ្ញុំដាក់គុកមែនលែងខ្លាចការសម្លាប់ដោយបង្ខំទៀតហើយការឃុំឃាំងនារីតើដើមឡើយមានន័យដូចម្ដេចការសម្លាប់ដោយបង្ខំគឺអ្វីទៅមិនសំខាន់ទេអីចឹងសរុបមកគឺស្ដេចត្រាញ់នោះចង់ធ្វើបាបនារីនោះហើយអូយអីចឹងយើងនៅតែរត់គេចទៀតទេរត់គេចយើងត្រូវតែរត់គេចបើសិនជាខ្ញុំពិតជាធ្វើរឿងនេះមែនរស់នៅជាមួយក្រុមស្ត្រីក្នុងរាជវាំងជារៀងរាល់ថ្ងៃពិតជាលំបាកខ្លាំងណាស់មិនបាច់និយាយពីថាមានសេរីភាពឬអត់ទេខ្ញុំមិនប្រកាសថាអាចការពារប្អូនស្រីតូចបានឬអត់ផង